ពុកម៉ែបងប្អូនប្រជាកសិករចង់ដាំឪឡឹកលក្ខណៈគ្រួសារនៅក្បែរផ្ទះដោយវីដេអូនេះមែនទេនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាអំពីវិធីសាស្ត្រក្នុងការដាំដុះលក្ខណៈបែបនេះជូនពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាតោះមុនដំបូងយើងត្រូវធ្វើការបណ្ដុះកូនជាមុនសិនតាក់ទងជាមួយការបណ្ដុះកូនយើងត្រូវលាយល្បាយដីដោយវីដេអូមុនអញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងតាក់ទងមួយការលាយល្បាយដីលាយមិនអីមិនហ្នឹងខ្ញុំអត់បង្ហាញទៀតទេពុកម៉ែបងប្អូនគ្នាដោយសារតែខ្ញុំបានធ្វើវីដេអូច្រើនមកហើយអញ្ចឹងពុកម៉ែបងប្អូនគ្នាអាចទៅមើលវីដេអូខ្ញុំពីមុនបានមិនវីដេអូចាស់ណាទេវីដេអូថ្មីនេះគឺខ្ញុំបានធ្វើដែរអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនអាចទៅមើលបានទៅនឹងដឹងអំពីការធ្វើល្បាយដីលាយល្បាយដីមិនអីមិនអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងលាយល្បាយដីរួចរាល់យើងចាប់ផ្ដើមដាក់កូនដាំយកល្បាយដីហ្នឹងបានន័យថាយកល្បាយដីដាក់ចូលទៅក្នុងអាកាតូជ័រខ្មៅទូចហ្នឹងណាអញ្ចឹងហើយយើងដាក់ល្បាយដីចូលហើយបន្ទាប់មកយើងដាក់គ្រាប់កប់វាទៅពុកម៉ែបងប្អូនទាំងគ្នាយើងបដោះវានៅក្នុងអាកាតូហ្នឹងអញ្ចឹងណាយើងអត់ប្រើត្រេទេអានេះគេប្រើអាកូនកាតូជ័ររៀងធំល្មមអញ្ចឹងណាព្រោះត្រេរៀងរុនទូចអានេះគេប្រើកូនកតូនេះរៀងធំអញ្ចឹងតាក់ទងមួយសារធាតុចិញ្ចឹមតាក់ទងមួយល្បាយដីហ្នឹងគឺវាមានច្រើនអញ្ចឹងវាងាយលូតលាស់ល្អជាងយើងប្រើប្រាស់ត្រេអញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការបណ្ដុះកូនរួចរាល់យើងយកកញ្ច្រែងពុកម៉ែបងប្អូនគ្នាយកកញ្ច្រែងមិនថាកញ្ច្រែងដូចក្នុងវីដេអូបង្ហាញអញ្ចឹងណាយើងយកកញ្ច្រែងមកហើយយើងប្រើប្រាស់នៅការ៉ុងយើងកាត់ការ៉ុងវាមកហើយយើងបាំងខាងកែមខាងជុំវិញហ្នឹងណាការពារកុំឲ្យយើងដាក់ល្បាយដីទៅវាហូរទៅតាមប្រហោងកញ្ច្រែងយើងអញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការពារដាក់ការ៉ុងដាក់អីហើយអស់យើងចាប់ផ្ដើមចាក់ល្បាយដីចូលពុកម៉ែបងប្អូនគ្នាចាក់ល្បាយដីចូលទៅក្នុងកញ្ច្រែងដែលយើងបានរៀបចំនឹងអញ្ចឹងណាពុកម៉ែបងប្អូនគ្នាហើយពុកម៉ែបងប្អូនអរគ្នាមានឆ្ងល់ទេមូលហេតុអីបានជាគេដាក់កូនកតូអាហ្នឹងមិនដឹងគេហៅកតូឬក៏គេហៅអីពុកម៉ែបងប្អូនគ្នាខ្ញុំអត់សូវជានេះដែរអញ្ចឹងអត់សូវជាដឹងគេហៅអីដែរខ្ញុំសូមហៅថាកតូចុះអញ្ចឹងពុកម៉ែបងប្អូនមានឆ្ងល់មូលហេតុអីបានគេដាក់កតូអាកតូជ័រមួយហ្នឹងហើយគេចោះរុនវាហើយគេមានគម្របបិទចិត្តអញ្ចឹងណាអញ្ចឹងអាកតូហ្នឹងគេធ្វើឡើងសម្រាប់ដាក់នៅកាកសំណល់សរីរាង្គផ្សេងសម្រាប់ឲ្យវាកើតទៅជាជីអញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងពុកម៉ែបងប្អូនគ្នាមិនបាច់ឆ្ងល់ច្រើនទេអាហ្នឹងគេធ្វើអញ្ចឹងឯងសម្រាប់ទុកដាក់ជីដាក់អីអញ្ចឹងណាពុកម៉ែបងប្អូនគ្នាតពីកូនយើងអាយុបាន15ថ្ងៃយើងចាប់ផ្ដើមអាចយកមកដាំបានហើយពុកម៉ែបងប្អូនគ្នាអញ្ចឹងអានេះគេទុករៀងយូរបន្តិចដោយសារតែក្នុងល្បាយក្នុងកូនកតូគេបដោះហ្នឹងវាមានដីច្រើនអញ្ចឹងយើងទុកយូរបន្តិចបានប៉ុន្តែបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាប្រើប្រាស់នៅត្រេវារុនទូចអញ្ចឹងយើងតែ2 10ថ្ងៃអីហ្នឹងគឺយើងអាចយកដាំបានហើយយកទុកយូរពេកទេតែយូរពេកវាអស់សារធាតុចិញ្ចឹមណាអញ្ចឹងបន្ទាប់ពីហ្នឹងមកយើងចាប់ដើមយកដាក់ដាំយើងកាយដីមកដាក់ដាំធម្មតាអញ្ចឹងណាពុកម៉ែបងប្អូនគ្នាដូចជាអត់មានអីពិបាកឡើយដាក់ដាំនឹងវាដាំធម្មតាអញ្ចឹងណាពុកម៉ែបងប្អូនគ្នាដូចនៅក្នុងវីដេអូបង្ហាញអញ្ចឹងណាបន្ទាប់ពីយើងដាក់ដាំហើយយើងចាប់ផ្ដើមធ្វើការស្រោចស្រពទឹកវាឲ្យសើមជោគដល់បាតក្រោមអញ្ចឹងពុកម៉ែបងប្អូនគ្នាជិះវាយើងសើមតែលើអញ្ចឹងរឹសរបស់វាអត់អាចចាក់ទៅក្រោមបានទេកាលតែមានសំណើមវាកាន់តែវាចាក់ទៅអញ្ចឹងណាពុកម៉ែបងប្អូនមានឃើញទេនៅក្នុងវីដេអូនេះឃើញគេដាក់កាកសំណល់ផ្សេងដូចជាកាកសំណល់បន្លែកាកសំណល់អីចឹងណាដូចជាមានពងមាន់ពងអីចឹងណាហើយបន្ទាប់មកទៀតគេចាប់ផ្ដើមស្រោចនៅត្រៃកូដេម៉ាបានន័យថាត្រៃកូដេម៉ាហ្នឹងជាប្រភេទថ្នាំផ្សិតជីវសាស្ត្រចឹងណាអញ្ចឹងគេស្រោចវាទៅដើម្បីឲ្យវាជួយកាច់វាជួយការពារនៅជំងឺផ្សិតមួយចំនួនដែលវាមកបំផ្លាញទៅលើដំណាំម្លឹកយើងចឹងណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងគេធ្វើបែបហ្នឹងគឺពិសេសភាសាមែនតើសម្រាប់ការពារលឹករបស់យើងអញ្ចឹងណាពុកម៉ែបងប្អូនគ្នាបន្ទាប់មកទៀតយើងចាប់ផ្ដើមត្រៀប
បានថាកច្រែងតគ្នាអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាត្រៀមនេះគឺត្រៀមដើម្បីយើងការពារឲ្យតងអាឡឹកនឹងវាពីលើអញ្ចឹងណាកុំឲ្យវាប៉ះទៅលើដីខាងក្រោមអញ្ចឹងណាកុំឲ្យប៉ះសាបខាងក្រោមអញ្ចឹងណាអញ្ចឹងវាឲ្យវាទៅលើទៅបានន័យថាវាស្មើគ្នាអត់ធ្លាក់បានតែធ្លាក់តងវាមកក្រោមអញ្ចឹងណាអញ្ចឹងវាស្មើគ្នានៅលើផ្ទៃស្មើតែមួយអញ្ចឹងណាអានេះអាយុបាន40ថ្ងៃហើយពុកម៉ែបងប្អូនគ្នាបន្ទាប់ពីយើងដាំអញ្ចឹងវាចាប់ផ្ដើមមានក្តឹបប្រប៉ិនមេដៃមេជើងហើយអញ្ចឹងណាពុកម៉ែបងប្អូនគ្នាបន្តមកទៀតគេចាប់ផ្ដើមប្រើប្រាស់នៅចេកទុំបានថាចេកទុំវាមានសារធាតុចិញ្ចឹមដូចជា phosphor និង potassium អញ្ចឹងណាពុកម៉ែបងប្អូនគ្នាបន្ទាប់មកប្រើប្រាស់នៅជីកំប៉ុស្តគ្រាប់មួយចំនួនហើយចាប់ផ្ដើមស្រោចទឹកស្រោចអីវាអញ្ចឹងទៅអញ្ចឹងតកតងជាមួយនឹងចេកទុំវាមានសារធាតុចិញ្ចឹម phosphor និង potassium អញ្ចឹងដល់ដំណាក់កាលហ្នឹងគឺយើងចាំបាច់ត្រូវប្រើប្រាស់ដំណាំវាត្រូវស្រូបយកសារធាតុចិញ្ចឹម phosphor និង potassium ហើយដោយសារតែ phosphor វាជួយទៅឬនឹងផ្កាហើយនៅក្តឹបអីចឹងណាហើយតកតងជាមួយនឹង potassium វាជួយទៅលើផ្លែរបស់វាអញ្ចឹងណាឲ្យវាមានសាច់ហាប់ណែនរសជាតិឆ្ងាញ់អីចឹងណាផ្លែធំល្អអញ្ចឹងណាអញ្ចឹងអានេះស្ថានភាពអាឡឹកបន្ទាប់ពី68ថ្ងៃឃើញថាវាចាប់ផ្ដើមផ្លែធំហើយក៏យើងគិតថាវាអាចទុំខ្លះហើយអញ្ចឹងណាពុកម៉ែបងប្អូនគ្នាដូច្នេះពុកម៉ែបងប្អូនឃើញទេនៅពេលដែលគេចាប់ផ្ដើមពុះមកឃើញថាវាស្រួយវាប្រាវមកក៏ដាក់កំបិតទៅហើយយះជាពីរប្រាវហើយរួចមើលលក្ខណៈរូបរាងមកឡើងក៏ហមគួរចង់ញ៉ាំហ្មងពុកម៉ែបងប្អូនគ្នាអញ្ចឹងជាចុងក្រោយនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូនេះហើយខ្ញុំរំពឹងថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងអាចចេះធ្វើការដាំដុះនៅផ្ទះបានងាយប្រសិនមានចម្ងល់ត្រង់កន្លែងណាមួយពុកម៉ែបងប្អូនទាំងអស់គ្នាអាចខមមិនខាងក្រោមវីដេអូនេះបានឬអាចឆាតតាម Telegram ខ្ញុំបាននៅក្នុង description ដែលខ្ញុំបានដាក់នៅក្នុង description ជាចុងក្រោយក៏ដូចជាចុងបញ្ចប់សំណូមពរដល់ពុកម៉ែបងប្អូនទាំងគ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយហើយដាក់រូបកណ្ដឹងចុច Share ចុច Follow ចុច Like ដើម្បីទទួលបានវីដេអូថ្មីផងដែរនៅពេលដែលខ្ញុំបានផុសនៅក្នុង YouTube ក៏ដូចជា Facebook អញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ